មេឃងងឹតហើយហេតុអីឯងទើបមកដល់ខ្ញុំទើបតែមកពីមន្ទីរពេទ្យយើងមិនចង់ស្ដាប់ហេតុផលឯងទេបើធ្វើមិនបានទេលាឈប់ទៅព្រះអង្គលោកលាក់ខ្លួនបានជ្រៅល្អណាស់ព្រះអង្គសូមព្រះអង្គរៀបការជាមួយអគ្គនាយកយើងទៅនៅនាងជាងតើនេះមិនលឿនពេកទេខ្ញុំសុំពេលបន្តិចបានទេខ្ញុំនឹងគិតពីរឿងនេះត្រូវហើយខ្ញុំអ៊ីហានអាឡូថាម៉េចម៉ាក់ខ្ញុំនៅក្នុងមន្ទីរពេទ្យទេខ្ញុំសុំទោសផងខ្ញុំមានរឿងជាបន្ទាន់ខ្ញុំសុំទៅមុនហើយអ្នកគ្រូពេទ្យម៉ាក់ខ្ញុំយ៉ាងម៉េចហើយពួកយើងព្យាយាមអស់ពីសមត្ថភាពហើយគាត់នឹងមិនអាចដឹងខ្លួនវិញទេមើលបើគាត់មិនដឹងខ្លួនផងខ្ញុំគាត់ថាយើងមិនចាំបាច់ព្យាយាមទៀតទេដកខ្យល់អុកស៊ីសែននឹងចេញទៅលៀនឈីងស៊ីតែនាងចាំបាននេះថាម៉េចអូនសម្លាញ់តើនេះមែនទេជាអតីតមិត្តប្រអត់ប្រយោជន៍របស់អូនអាយ៉ាមានរឿងអីហ្នឹងមានមនុស្សចិត្តស្លាប់មែនទេគួរតែឲ្យគេទិញកម្រងផ្កាមកទេអាចង្រៃយើហេងងាប់ទៅត្រូវតែការពារព្រះអង្គសូមគោរពព្រះអង្គគេគឺជាព្រះអង្គហ៎ព្រះអង្គស្អីគ្រាន់តែជាមនុស្សអត់ប្រយោជន៍សោះនាងហ៊ានមិនគោរពព្រះអង្គម្ដងទៀតនាងនឹងស្លាប់តោះទៅជាងអ៊ីហានឲ្យពួកនាងមកទីនេះមែនទេប្រាប់នាងទៅថាខ្ញុំគ្មានអារម្មណ៍លេងសើចជាមួយនាងទេគាត់មិនមែនជាព្រះអង្គទេប៉ុន្តែមើលទៅដូចខ្លាំងណាស់ព្រះអង្គបានហាត់ក្បាច់គុណនាគទាំង9ធម្មពលគាត់ខ្លាំងដូចជាអ្នកអញ្ចឹងមើលគេចោះធម្មពលគឺសើចណាស់សូម្បីតែដើរក៏មិនត្រង់ប៉ុន្តែនៅក្នុងរាជវាំងមានបញ្ហាហើយបើពួកគេដឹងថាពួកយើងរកព្រះអង្គមិនទាន់ឃើញនោះខ្ញុំខ្លាចតែប្រាប់ពួកគេទៅថាពេលនេះព្រះអង្គនៅពេលកាំងគាត់នឹងត្រឡប់មកឲ្យឈិញវិញក្នុងរយៈពេល3ថ្ងៃទៀតកម្មវិធីទទួលព្រះអង្គប្រពៃនៅ3ថ្ងៃទៀតតាមការកំណត់ដដែលតែលោកចង់ជួយម៉ាក់លោកទេតើនាងអាចជួយគាត់បានទេប៉ុន្តែលោកត្រូវព្រមព្រៀងលក្ខខណ្ឌមួយខ្ញុំរៀបចំមន្ទីរពេទ្យល្អបំផុតឲ្យម៉ាក់លោកនិងគ្រូពេទ្យជំនាញខ្ញុំមិនអាចធានាថាគាត់នឹងដឹងខ្លួននោះទេប៉ុន្តែបើមិនចង់ដូច្នេះទេរងចាំពេលស្លាប់នៅទីនេះទៅចុះខ្ញុំយល់ព្រមខ្ញុំចង់ឲ្យលោកបន្លំខ្លួនធ្វើជាព្រះអង្គព្រះអង្គគឺជាព្រះអង្គម្ចាស់នៃឋានសួគ៌បើគេជាព្រះអង្គពិតមែនពួកយើងនឹងស្លាប់ហើយកុំបារម្ភអីខ្ញុំមានសាច់ញាតិដែលធ្វើការនៅក្នុងរាជវាំងល្អណាស់